ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពគឺជារឿងសំខាន់ដែលអាចជួយអ្នកឲ្យសម្រេចកិច្ចការបានកាន់តែច្រើនទទួលបានលទ្ធផលល្អនិងកាត់បន្ថយភាពតានតឹងខាងក្រោមនេះជាគន្លឹះសំខាន់មួយចំនួនដើម្បីជួយអ្នកគ្រប់គ្រងពេលវេលាឲ្យកាន់តែមានប្រសិទ្ធភាព 1. កំណត់គោលដៅនិងអាទិភាពចំណុចទី1កំណត់គោលដៅច្បាស់លាស់ដឹងថាអ្វីដែលអ្នកចង់សម្រេចបានក្នុងរយៈពេលខ្លីប្រចាំថ្ងៃប្រចាំសប្តាហ៍និងរយៈពេលវែងគោលដៅច្បាស់លាស់នឹងជួយអ្នកផ្ដោតអារម្មណ៍ទៅលើកិច្ចការសំខាន់ចំណុចទី2បង្កើតបញ្ជីការងារកត់ត្រាកិច្ចការទាំងអស់ដែលអ្នកត្រូវធ្វើចំណុចទី3រៀបអាទិភាពដោយបែងចែកកិច្ចការរបស់អ្នកទៅជា4ប្រភេទចំណុចទី1សំខាន់និងបន្ទាន់ធ្វើភ្លាមចំណុចទី2សំខាន់និងមិនបន្ទាន់កំណត់ពេលធ្វើចំណុចទី3មិនសំខាន់និងមិនបន្ទាន់ប្រគល់ឲ្យអ្នកដទៃឬបដិសេធចំណុចទី4មិនសំខាន់និងមិនបន្ទាន់លុបចោលចំណុចទី5វិធីសាស្ត្រញ៉ាំកង្កែប Eat the frog ចាប់ផ្ដើមថ្ងៃរបស់អ្នកដោយធ្វើកិច្ចការដែលលំបាកឬសំខាន់បំផុតមុនគេនៅពេលដែលអ្នកបានសម្រេចកិច្ចការធ្ងន់បំផុតហើយកិច្ចការផ្សេងទៀតនឹងមានអារម្មណ៍ថាងាយស្រួល 2. បង្កើតកាលវិភាគនិងទម្លាប់ចំណុចទី1ប្រើប្រាស់ឧបករណ៍រៀបផែនការ Use planning tool ប្រើប្រាស់ប្រតិទិន Calendar ទាំងលើទូរស័ព្ទឬសៀវភៅកំណត់ហេតុដើម្បីកត់ត្រាកិច្ចការនិងកាលកំណត់ចំណុចទី2បែងចែកពេលវេលា Time blocking កំណត់រយៈពេលជាក់លាក់មួយឧទាហរណ៍1ម៉ោងសម្រាប់កិច្ចការនីមួយៗក្នុងកាលវិភាគប្រចាំថ្ងៃរបស់អ្នកកុំទុកឲ្យពេលវេលារបស់អ្នកនៅទំនេរដោយមិនបានរៀបចំចំណុចទី3ប្រើប្រាស់បច្ចេកទេស Pomodoro ធ្វើការផ្ដោតអារម្មណ៍រយៈពេល25នាទីរួចសម្រាកខ្លី5នាទីក្រោយពីធ្វើបាន4ដងត្រូវសម្រាកឲ្យបានយូរ20នាទីទៅ30នាទីវិធីនេះជួយបង្កើនការផ្ដោតអារម្មណ៍ចំណុចទី4រៀបចំផែនការនៅចុងបញ្ចប់នៃថ្ងៃចំណាយពេល5ទៅ10នាទីមុនពេលចូលគេងដើម្បីរៀបចំបញ្ជីការងារសម្រាប់ថ្ងៃបន្ទាប់ 3. លុបបំបាត់ការរំខានចំណុចទី1កាត់បន្ថយការរំខានបិទការជូនដំណឹង Notification ពីប្រព័ន្ធផ្សព្វផ្សាយសង្គមឬអ៊ីមែលដែលមិនចាំបាច់នៅពេលកំពុងធ្វើការសំខាន់នៅពេលកំពុងធ្វើការងារសំខាន់ចំណុចទី2កំណត់ពេលវេលាពិនិត្យអ៊ីមែលសារជំនួសឲ្យការពិនិត្យមើលអ៊ីមែលឬសារឥតឈប់ឈរកំណត់ពេលវេលាជាក់លាក់ឧទាហរណ៍10នាទី3ដងក្នុងមួយថ្ងៃដើម្បីឆ្លើយតបចំណុចទី3រៀននិយាយថាទេ Learn to say no កុំទទួលយកកិច្ចការឬការអញ្ជើញដែលមិនសមស្របនឹងអាទិភាពរបស់អ្នកឬដែលធ្វើឲ្យអ្នករវល់ខ្លាំងពេក 4. ថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តចំណុចទី1កំណត់ពេលសម្រាកកុំធ្វើការជាប់រហូតការសម្រាកខ្លីទៀងទាត់និងការសម្រាកអាហារថ្ងៃត្រង់ជួយឲ្យខួរក្បាលស្រស់ស្រាយនិងបង្កើនផលិតភាពចំណុចទី2គេងឲ្យបានគ្រប់គ្រាន់ការគេងគ្រប់គ្រាន់7ទៅ9ម៉ោងជួយឲ្យអ្នកមានកម្លាំងនិងការផ្ដោតអារម្មណ៍ល្អនៅថ្ងៃបន្ទាប់សូមចំណាំថាការគ្រប់គ្រងពេលវេលាដ៏ល្អបំផុតគឺជារបៀបដែលអ្នកអាចសម្រេចបាននូវកិច្ចការសំខាន់ដោយមិនមានភាពតានតឹងខ្លាំងពេកហើយនៅតែមានពេលវេលាសម្រាប់ជីវិតផ្ទាល់ខ្លួនអ្នកអាចសាកល្បងវិធីផ្សេងរហូតទាល់តែរកឃើញវិធីណាដែលស័ក្តិសមបំផុតសម្រាប់អ្នកតើអ្នកចង់ចាប់ផ្ដើមអនុវត្តវិធីសាស្ត្រណាមួយមុនគេសូមខមមិនខាងក្រោមវីដេអូនេះសូមអរគុណ